អ្នកធ្លាប់ដឹងទេថាក្នុងប្រវត្តិសាស្ត្រស្ថាបត្យកម្មនិងជំនឿរបស់ខ្មែរតើព្រះពុទ្ធបដិមាដែលមានកម្ពស់រហូតដល់18ហត្ថនិមិត្តរូបនៃអ្វីព្រះវិហារដ៏ធំស្កឹមស្កៃនេះមានបណ្ដោយប្រហែល 39.2 ម៉ែត្រទទឹង 22.3 ម៉ែត្រនិងកម្ពស់ 23.6 ម៉ែត្រឯនៅក្នុងព្រះវិហារមានតម្កល់ព្រះពុទ្ធរូបមួយអង្គធំកម្ពស់18ហត្ថ 16.79 ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្កដែលមានន័យថាអត្តរៈទើបព្រះវិហារត្រូវបានហៅថាព្រះវិហារអត្តរៈតាមរយៈសង្គ្រាមជាច្រើនទសវត្សរ៍ព្រះវិហារអត្តរៈបានរងនឹងការខូចខាតហើយក៏ត្រូវបានជួសជុលជាច្រើនហូរហែរហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់គម្រោងជួសជុលកែលម្អស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រះវិហារត្រូវបានជួសជុលរួចរាល់ទាំងស្រុងនៅពេលនេះជាចំណាយចូលរួមថែរក្សាការពារក៏ដូចជាផ្សព្វផ្សាយមរតកវប្បធម៌និងអរិយធម៌ដោយប្រែក្លាយព្រះវិហារទៅជាសារមន្ទីរដែលមានតាំងបង្ហាញនៅព្រះបដិមាព្រះពុទ្ធទេពប្រណម្យនិងវត្ថុស័ក្តិសិទ្ធិនានាដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេងនិងព្រះបាទអង្គសត្ថារួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដុង្គផងដែរនៅថ្ងៃទី29ខែមិថុនាឆ្នាំ2026លោកជំទាវបណ្ឌិតបច្ចិនមុនីហ៊ុនម៉ាណែតអញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈនៅសារមន្ទីរព្រះវិហារអត្តរៈនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យភ្នំឧដុង្គស្ថិតនៅក្នុងភូមិជ័យឧត្តមឃុំផ្សារដែកស្រុកពញាលឺខេត្តកណ្ដាលការឈានជើងចូលមកកាន់ទីនេះវាមិនត្រឹមតែជាកន្លែងសក្ការៈបូជាដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះទេប៉ុន្តែវាជាឃ្លាំងផ្ទុកវត្ថុសិល្បៈនិងស្នាដៃស្ថាបត្យកម្មរបស់ដូនតាដ៏អស្ចារ្យផងដែរយើងត្រូវចូលរួមថែរក្សាកេរដំណែលប្រវត្តិសាស្ត្ររបស់ដូនតាខ្មែរឲ្យបានស្ថិតស្ថេរគង់វង្សព្រោះនេះគឺជាអត្តសញ្ញាណជាតិយើងជាដួងព្រលឹងជាតិយើងហើយក៏ជាថ្នាលសម្រាប់យើងទាំងអស់គ្នាសិក្សាស្រាវជ្រាវនិងស្វែងយល់ទៀតផងកិច្ចការពីបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប